បាទនេះចាយតម្លៃជូនបងប្រុសបងស្រីនេះជាសកម្មភាពថតពីចម្ងាយទេកដោបនេះមានអាយុកាលវាជិត10ថ្ងៃហើយបងប្រុសបងស្រីឃើញហើយបាទហើយថ្ងៃនេះបងប្អូនគាត់មកពង្រឹងសមត្ថភាពអញ្ចឹងចាយតម្លៃគាត់បន្ថែមបាទនាំគាត់មើលបន្ថែមនៅក្នុងរោងចិញ្ចឹមកដោបនេះបាទដើម្បីគាត់អាចរៀនទៅហើយគាត់អាចដាក់ផែនការនៅក្នុងការធ្វើបាទហើយតាមរយៈបទបង្ហាញនេះក៏គាត់ថានឹងបរិយារោងឲ្យបានច្រើនណាស់បាទអញ្ចឹងយើងចូលទៅមើលខាងក្នុងតិចទៅនេះខាងក្នុងគឺណែនតែម្ដងណានេះណែនណាមិនមែនតិចទេណាច្រើនរាប់អាចនិយាយថារាប់ម៉ឺនកូនកដោបបាទរាប់ម៉ឺនកូនកដោបច្រើនណាបាទហើយត្រង់នេះគឺមានទំហំ4x4ណាបាទហើយសំខាន់ផុតគឺបងប្អូនដាំស្មៅឲ្យបានបងប្អូនណាដាំស្មៅឲ្យបានដើម្បីឲ្យកដោបរបស់យើងហ្នឹងគឺមានស្មៅមានចំណីព្រោះស្មៅនេះជាចំណីបងប្អូនជាយាមដាំស្មៅគេហៅ super នេពីជាពិសេសគឺស្មៅផ្អែមបាទព្រោះអាហ្នឹងវាទុនហើយវាកាត់ដោះលឿនណាតែមួយទឹកអីបានប្រមូលផលហើយបាទហ្នឹងសម្រាប់អ្នកកាត់ហើយបើយើងទឹមដាំអីធ្វើម៉េចឲ្យវាប្រឹងលូតលាស់ឲ្យខ្លាំងទៅបាទវាចាប់ដើមបានផលជាបន្តបាទអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត